ជំរាបសួរអ្នកទាំងអស់គ្នាស្នេហាមានទាំងគុណសម្បត្តិនិងគុណវិបត្តិហើយប្រធានបទនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងលើកយកនៅគុណវិបត្តិខ្លះៗនៃសេចក្តីស្នេហាដែលមានដូចខាងក្រោមនេះទី1គឺពាក់ព័ន្ធទៅនឹងការជឿចាប់ផ្លូវចិត្តពេលដែលស្នេហាមិនទាន់ជោគជ័យនរណាម្នាក់ឬក៏ភាគីណាមួយអាចនឹងរងការជឿចាប់ផ្លូវចិត្តដែលប៉ះពាល់ទៅដល់ការរស់នៅប្រចាំថ្ងៃយើងដឹងហើយថាធម្មតាបើសិនបើផ្លូវចិត្តយើងសប្បាយរីករាយយើងនឹងមានកម្លាំងនៅក្នុងការធ្វើសកម្មភាពផ្សេងៗសម្រាប់គោលដៅផ្សេងៗនៅក្នុងជីវិតរបស់យើងទី2គឺប៉ះពាល់ទៅដល់សេរីភាពផ្ទាល់ខ្លួនស្នេហាមួយចំនួនអាចធ្វើឲ្យមនុស្សខ្លះបាត់បង់សេរីភាពឬក៏ភាពជាខ្លួនឯងដែលត្រូវតម្រូវឲ្យភាគីម្ខាងធ្វើតាមចិត្តភាគីម្ខាងទៀតឲ្យខ្លួនឯងស្រឡាញ់តាមពិតទៅស្នេហាពិតប្រាកដវាមិនមែនតម្រូវថាភាគីម្ខាងត្រូវតែតម្រូវទៅកាន់ភាគីម្ខាងទៀតទេវាគឺជាផ្លូវមួយដែលមនុស្សពីរនាក់ត្រូវរួមដំណើរជាមួយនឹងគ្នាដូចនេះទាំងការយោគយល់គ្នាការអធ្យាស្រ័យគ្នាគឺត្រូវមានទៅមានមកចំណុចទី3ការចំណាយពេលនិងថវិកាឥតប្រយោជន៍នៅពេលដែលស្នេហាមិនទាន់មានទិសដៅច្បាស់លាស់គោលដៅច្បាស់លាស់អ្នកអាចចំណាយច្រើនទាំងពេលវេលាហើយនិងលុយកាក់ស្នេហាដែលពិតប្រាកដគឺជាស្នេហាមួយដែលមនុស្សពីរនាក់ហ្នឹងគឺត្រូវយោគយល់គ្នាដឹងថាពីទុក្ខលំបាកឬក៏អ្វីដែលភាគីម្ខាងទៀតជួបមិនមែនចេះតែត្រូវឲ្យដៃគូម្ខាងទៀតចំណាយរហូតនោះទេនេះគឺជាគំនិតរបស់ខ្ញុំហើយចំណុចទី4គឺប៉ះពាល់ទៅដល់ផ្លូវចិត្តហើយនិងបញ្ហាគ្រួសារស្នេហាដែលគ្មានមូលដ្ឋានល្អអាចនាំឲ្យមានជម្លោះនិងអាកប្បកិរិយាដែលបង្កឲ្យបាត់បង់កិត្តិយសឬក៏បែកបាក់គ្រួសារជាធម្មតានៅពេលដែលស្នេហានឹងដំណើរការល្អឬក៏មានសុភមង្គលនោះផ្លូវចិត្តរបស់យើងនឹងល្អប៉ុន្តែផ្ទុយទៅវិញបើសិនមកស្នេហានឹងមួយបង្កនៅផលវិបាកគុណវិបត្តិជាច្រើនសម្រាប់ដៃគូម្ខាងទៀតតើស្នេហានឹងនឹងមានបញ្ហាអ្វីខ្លះសម្រាប់អ្នកដែលមានគ្រួសារធម្មតានៅពេលដែលយើងជ្រើសរើសនរណាម្នាក់ហើយរឿងរ៉ាវនៅក្នុងគ្រួសារទាំងអស់នោះយើងត្រូវរ៉ាប់រងបើសិនបើដៃគូម្ខាងណាម្នាក់ធ្វើឲ្យមានបញ្ហាឬក៏ជម្លោះផ្សេងៗនិងគ្មានការយោគយល់គ្នាតើស្នេហានោះអាចធ្វើឲ្យយើងរីកចម្រើនទាំងអស់គ្នាដែរឬទេប្រកាសជាមិនអាចទេមែនទេហើយក្រៅពីនឹងក៏វាប៉ះពាល់ទៅដល់កិត្តិយសគ្រួសាររបស់យើងដែរព្រោះទម្រាំតែខ្លាចជាប្តីប្រពន្ធឬក៏គ្រួសារតែមួយគឺត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើនទាំងភាគីទាំងសងខាងទាំងគ្រួសារទាំងសងខាងនិងអ្វីៗផ្សេងសពបែបយ៉ាងទៀតសរុបសេចក្តីមកសេចក្តីស្នេហាគឺជារឿងដ៏ស្រស់ស្ភាប៉ុន្តែត្រូវប្រើជាការយល់ដឹងនិងមានការទទួលខុសត្រូវមនុស្សត្រូវសិក្សានិងយល់អំពីស្នេហាឲ្យបានជ្រៅជ្រះដើម្បីទទួលបានប្រយោជន៍ពីវាហើយនឹងជៀសវាងពីគុណវិបត្តិដែលកើតមានសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតសូមជម្រាបលា